មានបញ្ហាអីចឹងទៅខ្ញុំមិនដឹងថាទៅសួរពីណាទេប៉ុន្តែឥឡូវតាំងពីខ្ញុំមកប្រើប្រាស់កម្មវិធីនៃកុំខ្លាំងនោះមកពេលតំណាំខ្ញុំខុសប្លែកដូចទៀតខ្ញុំស្អុយអីចឹងទៅខ្ញុំឆាតសួរទៅបានចម្លើយលឿនជាខ្ញុំបានប្រើប្រាស់ដោយសារលើកមុនមកគណៈកម្មការរបស់ខ្ញុំទៅល្បាតទៅចឹងទៅជាការទៅដល់កន្លែងល្បាតនោះភ្លៀងចឹងទៅចាដល់ពេលឥឡូវប្រើកម្មវិធីទៅដឹងថាមកណាត្រូវមានភ្លៀងទៅផ្អាកចឹងឬមួយទៅយើងត្រៀមអាចភ្លៀងទៅជួយចិត្តថាកម្មវិធីពាក់ព័ន្ធនឹងតំណាំខូចអីចឹងដោយសារយើងអាចដឹងពីអត្ថប្រយោជន៍លឿនទៅយើងហៅសួរអីទីគឺចាប់ឆ្លើយមកចឹងចាទៅយើងជួយចិត្តមើលចាប្រហែលជាក្នុង70ទៅ80%ដែរចាអូប្រភេទណែនាំរបៀបជីធម្មជាតិអីចឹងគាត់ឲ្យថាទីនេះទីចឹងអរគុណភាគច្រើនងាយស្រួលប៉ុន្តែអត់ទៅដឹងថាពិបាកនឹងមកយូរតែបច្ចុប្បន្នពេលគាត់ណែនាំទៅវាស្រួលយើងអាចធ្វើបានធ្វើតែនាំពីអត្ថប្រយោជន៍របស់កម្មវិធីនឹងហើយទៅខ្ញុំតម្លៃឲ្យគាត់ទៀតចឹងណាដូចបងស្រីខ្ញុំមិនចឹងខ្ញុំនិយាយអញ្ចឹងខ្ញុំណែនាំគាត់ឲ្យប្រើដល់ពេលគាត់ចេះប្រើគាត់មុននឹងហាស្រូវអីចឹងគាត់ថាខ្ញុំកុំអានមើលកម្មវិធីនេះកុំฟังសិនតើថ្ងៃនេះភ្លៀងអត់អីចឹងទៅបើសិនជាស្លាប់គាត់ហាស្រូវទៅតែបើសិនជាគេដាក់ថាស្ទុំភ្លៀងអីគាត់ហាទេចេះភ្លៀងគាត់អនុវត្តទៅចាតែត្រូវការប្រើពេលអ្នកគ្រូបើសិនជាបរិញ្ញាគាត់ចឹងក៏តាសាទៅអើគាត់បើសិនជាអត់សូវទៅគាត់ភ្លេចអស់ហើយចាក៏ទៅជួបចឹងទៅសួរទៅមិនដែរចឹងទៅអ្នកខ្លះជាងការគាត់ភ្លេចអ្នកគ្រូដោយគណៈកម្មការរបស់ខ្ញុំចឹងគាត់ភ្លេចតែទៅនេះឡើងក៏រកកន្លែងមើលអត់ឃើញចឹងគាត់ទេមកសួរចឹងទៅពីកាខ្ញុំជិះម៉ូតូទៅប្រាប់ប្រាប់តអីចឹងប្រាប់តប្រាប់តាមទូរស័ព្ទក៏អត់ដឹងថាម៉េចទេចាឥឡូវនេះកសិករភាគច្រើនគាត់ចង់ដឹងថាព័ត៌មានទូលំទូលាយដូចជាតម្លៃស្រូវអីចឹងទៅអ្នកគ្រូជីអីចឹងណាឆេងហើយឆេងជីហើយឆេងស្រូវគាត់ចង់បានចាត្រូវវាពិបាកថាព័ត៌មាននឹងស្រួលមើលក្នុងអាកាសធាតុគាត់អត់សូវចេះមើលចា